សួស្តីបងប្អូនទាំងអស់គ្នាដែលកំពុងតែធ្វើការតាមដានទស្សនាវីដេអូមួយនេះហើយខ្ញុំជឿថាវីដេអូមួយនេះគឺជាការចែករំលែកមួយហើយក៏ជាអឺ website មួយដែលឲ្យបងប្អូនទាំងអស់គ្នាអាចធ្វើការប្រើប្រាស់ជាមួយនឹង website ទាំងអស់ហ្នឹងដើម្បីធ្វើការ generate ទៅលើរូបភាពឬក៏ធ្វើការ generate ទៅលើវីដេអូបានហើយ website មួយហ្នឹងគឺខ្ញុំត្រូវតែផុសការកំឡុងពេលមួយសប្តាហ៍មុនគឺតាក់ទងជាមួយនឹងការ open source អញ្ចឹងការ open source នេះមានន័យថាយើងអាចធ្វើការតម្លើងទៅលើម៉ាស៊ីនរបស់យើងបានដោយអត់ចាំបាច់ប្រើទៅលើ website ឬក៏ប្រើទៅលើជាអឺ website ដែលបង់លុយដើម្បីយើងអាចប្រើប្រាស់បាននេះប៉ុន្តែអ្វីដែលក្នុងពេលនេះគឺwebsite មួយនោះបានដាក់ដំណើរការឲ្យប្រើប្រាស់នៅផ្លូវការនៅក្នុងពេលនេះហើយ website ហ្នឹងគឺជា website របស់ក្រុមហ៊ុន Alibaba ចឹងដើម្បីកុំឲ្យខាតពេកខ្ញុំធ្វើការបង្ហាញទៅដល់បងប្អូនទាំងអស់គ្នាចឹងជាដំបូងបងប្អូនគ្នាអាចចូលទៅកាន់ website មួយដែលមានឈ្មោះថា one.video ចឹង one.video នេះគឺជា website របស់ក្រុមហ៊ុន Alibaba ដែលបានធ្វើការ launch ការដាក់ដំណើរការជាផ្លូវការដើម្បីឲ្យអ្នកប្រើប្រាស់ធ្វើការ test សមត្ថភាពរបស់ក្រុមហ៊ុនរបស់ Alibaba នឹងតែម្ដងហើយ Alibaba គឺជាក្រុមហ៊ុនអាជីវកម្មមួយដ៏ល្បីហើយក៏បានធ្វើការបើកដំណើរការទៅលើ website ដែល generate ទៅលើវីដេអូឬក៏ generate ទៅលើរូបភាពហើយក្នុងពេលនេះគឺបានធ្វើការដាក់ដំណើរការជាប្រភេទ website ដើម្បីឲ្យអ្នកប្រើប្រាស់ចូលទៅប្រើដោយសេរីប៉ុន្តែអត់ទាន់មានការកំណត់ទៅលើការបង់ថ្លៃទេដោយសារតែ website មួយនេះគឺធ្វើការផ្ដល់ទៅលើ100 credit សម្រាប់មួយ Gmail ចឹងមើលថាបើសិនជាយើងមាន Gmail ច្រើនយើងអាចធ្វើការបង្កើតទៅលើវីដេអូទាំងអស់ហ្នឹងបានហើយខ្ញុំសូមបញ្ជាក់ថាតើតើជាមួយនឹងការប្រើប្រាស់ទៅលើ One គឺ website នេះគឺស្ថិតក្នុងជា model training ដែលកំពុងតែធ្វើការសាកល្បងទៅលើ model របស់ខ្លួនហើយ model ទាំងអស់នេះមកដល់ពេលបច្ចុប្បន្ននេះគឺមានបរិមាណច្រើនដែលវាត្រូវការ generate ទៅលើបណ្ដុំនៃរូបភាពនៃវីដេអូទាំងអស់ហ្នឹងអូខេចឹងខ្ញុំសូមចូលមកកាន់កន្លែងពាក្យថា login នេះអូខេមុននឹងខ្ញុំចាប់ដើមចូលមកកាន់កន្លែង login ចឹងខ្ញុំ scroll ចុះខាងក្រោមដើម្បីឲ្យបងប្អូនគ្នាមើលឃើញនេះគឺជា website នេះគឺជាវីដេអូdemo គេហៅថាវីដេអូ train របស់ user ដែលគាត់ប្រើមួយចឹងវាអត់មានអ្វីដែលខុសប្លែកគ្នាជាមួយនឹងប្រភេទ clean ទេចឹងclean គឺវាចេញមកបែបមួយដែលយើងអាចធ្វើការ generate យើងអាចធ្វើការងារផ្សេងបានអញ្ចឹង website របស់ One ដូចគ្នានិយាយជារួមតើអ្វីដែលខ្ញុំធ្លាប់សាកល្បងមួយរយៈមុនមានថាទាំង clean ក៏ដោយទាំង One ក៏ដោយទាំង Hello ក៏ដោយគឺ website ទាំងអស់នោះគឺមានភាពស្រដៀងគ្នាហើយក៏មានចំណុចមួយចំនួនខ្លះក៏វាល្អប្រសើរជាងដែរនេះតើអ្វីដែលខ្ញុំសាកល្បងអញ្ចឹងងាកមកកលែងនៃការងាររបស់យើងវិញអញ្ចឹងបងប្អូនគ្នាគាត់តែចូលមកកាន់កន្លែងពាក្យថា login មកអញ្ចឹងជំរឿដែលវាឲ្យធ្វើការ login មាន2ទី1បងប្អូនគ្នាធ្វើការ sign in ជាមួយនឹង Google ក៏បានបន្ទាប់មកគឺធ្វើការ sign in ជាមួយនឹង GitHub ក៏បានអញ្ចឹងខ្ញុំ recommend ឲ្យគឺបើមាន Google sign in មួយ Google បើមាន GitHub sign in ជាមួយនឹង GitHub អញ្ចឹងសម្រាប់ខ្ញុំប្រើGoogle បន្ទាប់មកចុចទៅលើ Gmail របស់យើងហ្នឹងហើយចុច continue វាអញ្ចឹងនៅពេលដែលបងប្អូនអ្នកគ្នាបានធ្វើការចុចទៅលើ sign in ជាមួយនឹង account Gmail របស់យើងហើយវានឹងធ្វើការ load មក50 credit អញ្ចឹងដោយអ្វីដែលខ្ញុំបញ្ជាក់ចឹងថាបើសិនជាមាន Gmail ច្រើនយើងនឹងទទួលបាន100 credit អញ្ចឹងដែលបងប្អូនអ្នកគ្នាអាចធ្វើការចុចកន្លែង credit ហ្នឹងមករួចយកពាក្យថា check in អញ្ចឹងខ្ញុំសូមបញ្ជាក់កន្លែង check in នេះយើងអាចធ្វើការ check in បានជារៀងរាល់ថ្ងៃដើម្បីទទួលបានដោយអ្វីដែលបញ្ជាក់គឺ daily check វានឹងធ្វើការផ្ដល់ជូនឲ្យ50 credit ហើយតើតើជាមួយនឹងការ rate ទៅលើអីផ្សេងៗរបស់ user គេ like គេចូលចិត្តរបស់យើងនឹងទទួលបាន5 credit បន្ទាប់មកបើសិនជាយើង public ទៅលើវីដេអូរបស់យើងនឹងទទួលបាន20 credit ទៀតអញ្ចឹងខ្ញុំគិតថានេះគឺជាអត្ថប្រយោជន៍មួយដែលអ្នកដែលគាត់តាមដានខ្ញុំក៏ដោយអ្នកដែលតាមដានបងផ្សេងក៏ដោយតែខ្ញុំគិតថានេះគឺជាប្រយោជន៍មួយហើយក៏ជាផលប្រយោជន៍មួយដែលអនុញ្ញាតឲ្យអ្នកដែលគាត់មានថវិកាសួស្ដាងឬក៏គាត់ជាអ្នកដែលចង់សាកល្បងទៅលើការបង្កើតវីដេអូនេះជាឱកាសព្រោះយើងអត់ដឹងទេថាពេលណាដែលវានឹងការគិតថ្លៃដោយសារតែក្រុមហ៊ុនមួយនៅពេលដែលបង្កើតមកគឺវាទាមទារជាងការ trial គេហៅថាសាកល្បងដើម្បី test មើលថាតើអ្វីដែលគ្រូបានបញ្ចេញសមិទ្ធផលមកតើទទួលបានលទ្ធផលបែបណាអញ្ចឹងដោយ website Alibaba ជាដើមដែល Van នេះគឺ Van Ad នេះគឺទៅតែចាប់ផ្ដើម model របស់ខ្លួននៅក្នុងសប្តាហ៍ប្រហែលជា2សប្តាហ៍មុនបន្ទាប់ពីបញ្ចេញនៅ model របស់ខ្លួនជា open source ហើយក៏បានចាប់ដើម website អញ្ចឹងខ្ញុំគិតថានេះគឺជាអ្វីមួយដែលក្រុមហ៊ុន Alibaba ចង់កេះទៅលើសមត្ថភាពរបស់ខ្លួនឯងប៉ុន្តែអ្វីដែល Alibaba តែការផ្ដល់ជូនឲ្យគឺបានត្រឹមតែ5 second ទេ
សម្រាប់អ្វីដែលខ្ញុំគិតខ្ញុំថាបើសិនជា Alibaba ផ្ដល់10 second ខ្ញុំគិតថាវាល្អប្រសើរវាល្អក្នុងការធ្វើការងារ smooth ហ្មងតែដោយអ្វីដែលខ្ញុំតែងតែបញ្ជាក់អញ្ចឹងគឺយើងសម្លឹងទៅមើលអនាគតទៀតថាមិនដឹងថាពាក់កណ្ដាលឆ្នាំឬក៏ពេលណាទៀតវានឹងវិវត្តតទៀតទេដោយសារក្រុមហ៊ុនបច្ចេកវិទ្យា AI ក្នុងនាពេលបច្ចុប្បន្ននេះគឺវិវត្តខ្លាំងមែនទែនហើយតាមអ្វីដែលខ្ញុំស្រាវជ្រាវខ្ញុំគិតថាវាវិវត្តសឹងតែយើងមិននឹកស្មានផងពីមុនយើងធ្វើរូបភាពប៉ុន្តែពេលបច្ចុប្បន្ននេះយើងមកធ្វើវីដេអូវិញចឹងខ្ញុំគិតថាវាដើរលឿនមែនទែនចឹងយើងអត់អាចមើលរំលងវាយើងអត់អាចនិយាយព្រោះរបស់ដែលយើងមើលឃើញនឹងភ្នែកជួនកាលពិតដូចមិនពិតពិតដូចមិនពិតចឹងវាខុសគ្នាចឹងអញ្ចឹងខ្ញុំទទួលបាន100 credit អញ្ចឹងដោយអ្វីដែលខ្ញុំបញ្ជាក់ក្នុងការ post របស់ខ្ញុំអញ្ចឹងមានថាមួយជីវិតយើងបាន100 credit អញ្ចឹងយើង check in រាល់ថ្ងៃមកអញ្ចឹងយើងគិតទៅ50 credit 10ថ្ងៃយើងបាន500 credit អញ្ចឹងយើងអាច generate វីដេអូបានហើយអ្នកដែលគាត់មានកំណត់កាយឆ្នៃខ្ញុំជឿថាគាត់អាចនឹងធ្វើចេញបាននៅវីដេអូផ្សេងៗទៀតអូខេអញ្ចឹងដើម្បីកុំឲ្យខាតពេលខ្ញុំឧទាហរណ៍ឲ្យមើលមួយខ្ញុំឧទាហរណ៍ prompt នេះដែលខ្ញុំបានតែការចែកម្លែងនៅលើ account របស់ខ្ញុំហើយខ្ញុំចូលមកកាន់អូខេសុំទោសចូលមកកាន់កន្លែងពី AI វីដេអូមកហើយខ្ញុំ paste វាហើយខ្ញុំយកទៅរួមបញ្ចូលហើយខ្ញុំលេង sound ទៀតខ្ញុំឆ្លាញ់ AI របស់ Alibaba កន្លែងហ្នឹងគឺមាន sound ឲ្យស្រាប់អត់ជាបញ្ហាទេអញ្ចឹងវាល្អប្រសើរក្នុងការនេះអញ្ចឹងខ្ញុំ select វាហើយខ្ញុំយកកន្លែងនេះគឺខ្ញុំអត់យក turbo ទេខ្ញុំយក plus ដោយសារ plus នេះវាថា higher quality advanced motion ហើយ realistic ទីយកហ្នឹងតើមកខ្ញុំធ្វើការ generate ខ្ញុំរនចាំលទ្ធផលថាតើលទ្ធផលបែបណាទៀតអូខេអញ្ចឹងខ្ញុំសូមធ្វើការ scope វីដេអូហ្នឹងសិនបន្ទាប់មកនៅពេលដែលរួចរាល់ខ្ញុំធ្វើការបង្ហាញបន្តទៀតហើយមួយទៀតខ្ញុំភ្លេចបញ្ជាក់ពេលដែលយើងធ្វើការ generate ពី text ទៅវីដេអូនិងរូបភាពទៅវីដេអូខ្ញុំគិតថាបងប្អូនទាំងគ្នាអាចធ្វើការសាកល្បងដល់ខ្លួនឯងព្រោះ result មួយចេញមកគឺវាមានភាពខុសគ្នាអញ្ចឹងអ្វីដែលខ្ញុំធ្វើការសាកល្បងគឺខ្ញុំសាកល្បង AI វីដេអូដែលខ្ញុំប្រើ text to video ហើយរយៈពេលក្នុងការ generate គឺរយៈពេល3នាទីអញ្ចឹងខ្ញុំគិតថាអ្វីដែលខ្ញុំតែងតែធ្វើគឺខ្ញុំចូលចិត្តប្រើ text to video ដោយសារខ្ញុំអត់ចង់ប្រើរូបភាពទេ text to video សកម្មភាពរបស់វាគឺ smooth ប៉ុន្តែតោះត្រង់ថាobject របស់វារួមទាំងអ្វីគ្រប់យ៉ាងដែលវាត្រូវការប្រឡប់ឲ្យគឺវាអត់តន់ smooth ទេវាអត់តន់ smooth ចឹងខ្ញុំគិតថានៅក្នុងពេលនេះវាកំពុងតែធ្វើការ trend អញ្ចឹងយើងកាន់តែសាកល្បងយើងកាន់តែឲ្យ model របស់ខាងក្រុមហ៊ុនបច្ចេកវិទ្យា AI ផ្សេងៗគឺកំពុងតែធ្វើការចាប់យកអ្វីដែលយើង trend ទាំងអស់ហ្នឹងហើយខ្ញុំសូមបញ្ជាក់ថារាល់ website ទាំងអស់គឺវាចាប់ទៅនៃរបស់យើងទាំងអស់ទាំងការប្រើប្រាស់ទាំងអ្វីផ្សេងៗអញ្ចឹងសូមតែការប្រើវាដោយប្រុងប្រយ័ត្នខ្លួនឯងដែរព្រោះខ្ញុំនិយាយនេះមិនមែនមានថានិយាយក្នុងន័យមួយដែលផ្ដោតទៅលើចំណុចគុណវិបត្តិទេប៉ុន្តែយើងត្រូវចាំថានៅពេលដែលយើងប្រើ website ដែលគេធ្វើការផ្ដល់ឲ្យជាងវាត្រូវការពីខ្លួនដែរព្រោះខ្ញុំប្រើពេលបច្ចុប្បន្ននេះខ្ញុំអាចនិយាយបានថាដោយសារខ្ញុំជឿទុកចិត្តថាក្រុមហ៊ុន Alibaba បែបណា Google បែបណាចឹងខ្ញុំគិតថាវាពិសេសមួយប៉ុន្តែរាល់ទិន្នន័យរបស់យើងវាផ្ដល់ទៅខាងណាក៏យើងអាចដឹងដែរកន្លែងហ្នឹងចឹងខ្ញុំសូមបញ្ជាក់កន្លែងហ្នឹងឲ្យច្បាស់ហើយអ្វីដែលមួយទៀតមានចំណុចមួយដែលខ្ញុំតែសង្កេតឃើញ5វិនាទីនៅពេលដែលយើងគិតថា5វិនាទីខ្លីប៉ុន្តែបើសិនជាយើងចេះច្នៃ5វិនាទីយើងគុណ10ដងយើងចាយម្ដង10អញ្ចឹងយើង5ដងគឺវាទទួលវាចំណាយរហូតដល់50 credit អញ្ចឹងយើងបាន5វីដេអូអញ្ចឹង5វីដេអូនេះយើងអាចធ្វើការ generate បានអញ្ចឹងបន្ទាប់ពីយើងធ្វើការ generate រួចរាល់អស់ហើយយើងអាចធ្វើការរងចាំដល់ស្អែកអញ្ចឹងខ្ញុំគិតថានេះគឺជាជំហានមួយសម្រាប់អ្នកដែលគាត់អត់ទាន់មានថវិកាឬក៏អ្នកដែលគាត់មានថវិកាមួយដែលអត់ទាន់គ្រប់គ្រាន់ក្នុងការចំណាយខ្ញុំគិតថានេះគឺជាអ្វីដែលជាស្ពានមួយវាជាផ្លូវមួយសម្រាប់គាត់ក្នុងការដើរទៅលើចំណុចពីការបង្កើតវីដេអូ AI ហ្នឹងម្ដងទៀតហើយខ្ញុំជឿថាចំណុចទាំងអស់នេះវាដូចជាខ្ញុំចាប់ផ្ដើមចឹងហេតុអីបានជាខ្ញុំចាប់ផ្ដើមក្នុងការចំណាយគឺខ្ញុំគិតថាខ្ញុំអត់អាចរងចាំ free ទេដោយសាររងចាំ free វាខាតពេលវេលារបស់ខ្ញុំអញ្ចឹងខ្ញុំត្រូវតែដកទុនមកខ្លួនឯងមួយចំនួនខ្លះដើម្បីធ្វើការប្រើប្រាស់ជាមួយនឹងប្រភេទ premium តែដើម្បីខ្ញុំចង់ដឹងថាគុណភាពរបស់វាបែបណាកន្លែងហ្នឹងហើយតាមពិតខ្ញុំនិយាយនៅក្នុងវីដេអូហ្នឹងឲ្យហើយហ្មងទៅព្រោះខ្ញុំធ្លាប់បានចេញវីដេអូមួយចាយពេលយូរដែរហើយនេះខ្ញុំនិយាយទៅម៉ោង2យប់អញ្ចឹងដោយសារត្រូវឡើងម៉ូតូជិះចុះឡើងចុះឡើងខ្ញុំពិបាកក្នុងការ record ហើយអ្វីមួយផ្សេងទៀតខ្ញុំគិតថាវាល្អប្រសើរក្នុងការដែលយើងចាប់ផ្ដើមក្នុងការបង្កើតទៅលើវីដេអូ AI ទាំងអស់ហ្នឹងព្រោះអ្វីដែលយើងធ្វើទាំងអស់ហ្នឹងគឺវាជួយសម្រួលច្រើនវាជួយក្នុងការដែលយើងអាចងាយស្រួល
ដឹងពីការលេងប្រុងបែបណាការប្រើប្រាស់កែសម្រួលប្រុងបែបណាអានោះយើងដឹងហ្មងអូខេចឹងវីដេអូនេះ10នាទីចឹងខ្ញុំសន្សើ stop មកនេះសិនដើម្បីកុំឲ្យវាយូរនាទីពេកព្រោះតែយូរពេកខ្ញុំជឿថាបងប្អូនអរគ្នាអាចនឹងធុញអូខេចឹងចាំពេលរួចរាល់ហើយចឹងខ្ញុំធ្វើការបន្តទៀតអូខេចឹងចាប់ផ្ដើមបន្តវីដេអូម្ដងទៀតដោយសារតែខ្ញុំបានធ្វើការ scope វីដេអូហើយនេះគឺជា result ជាលទ្ធផលដែលយើងបានធ្វើការបង្កើតតាមរយៈTattoo video នៅលើ website របស់ Van ហើយអ្វីដែលលទ្ធផលចេញមកបែបណាខ្ញុំនឹងធ្វើការចុច play វាTake it all ចឹងខ្ញុំគិតថាអាចទទួលយកបានហើយក៏អាចជាអ្វីមួយដែលចាប់ផ្ដើមក្នុងការធ្វើវាដែរហើយបើសិនជាទៅមុខវ៉ាន់ផ្ដល់10វិនាទីហើយធ្វើការផ្ដល់ទៅលើការប្រើប្រាស់ងាយស្រួលជាង website ផ្សេងៗខ្ញុំគិតថាវ៉ាន់គឺកំពុងតែឈានមុខខ្លាំងដោយវ៉ាន់បានតែការផ្ដល់ជា open source ហើយ upgrade តាក់ទងជាមួយនឹង model របស់ខ្លួននៅលើ parabyte គឺច្រើនជាងmodel ផ្សេងៗ copy website ផ្សេងចឹងខ្ញុំគិតថាសម្រាប់ខ្ញុំគាត់ថាវាល្អប្រសើរខ្លាំងហើយវាក៏ជាចំណុចមួយដែលយើងគួរតែបើកចិត្តក្នុងការរៀនពីវាដើម្បីដឹងថាអ្វីដែលវាបានធ្វើការកសាងឡើងអ្វីដែលវាធ្វើឡើងគឺវាជាប្រយោជន៍មួយសម្រាប់អ្នកដែលគាត់ចេះច្នៃគាត់ចេះធ្វើការងារផ្សេងៗបានហើយខ្ញុំក៏នៅជាអ្នកដែលបង្ហាញផ្លូវហើយនឹងបង្ហាញពីអ្វីដែលប្រយោជន៍ក្នុងការធ្វើទេអ្វីផ្សេងៗទៀតគឺទៅលើបងប្អូនអរគ្នាជាអ្នកច្នៃខ្លួនឯងក្នុងការធ្វើហើយវីដេអូមួយនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាវីដេអូក្រោយៗទៀតយើងនឹងមានអ្វីដែលធ្វើការចែកម្លែកទៀតហើយកុំភ្លេចថា website ដែលនៅតាមបណ្ដា YouTube ផ្សេងៗចែកម្លែកឬក៏បណ្ដា Facebook ចែកម្លែកឬក៏មានអ្នកដែលពួកគាត់បានស្វែងយល់សារជាឬក៏ចែកម្លែកខ្ញុំគិតថានេះគឺជាស្ពានមួយដែលយើងបន្តដើរទៀតអូខេចឹងខ្ញុំមានតែប៉ុណ្្នឹងទេហើយកុំភ្លេចរងចាំវីដេអូក្រោយជាបន្តទៀតជម្រាបលាបាយបាយ